មិត្តភាពមួយគ្មាននរណាម្នាក់ដែលអាចរកបានមិត្តម្នាក់ល្អឥតខ្ចោះទេប៉ុន្តែយើងម្នាក់ប្រកាសជាមានមិត្តយ៉ាងតិចក៏ម្នាក់ដែរដែលទទួលស្គាល់ភាពខុសចន្លោះរបស់យើងហើយគេនៅតែបន្តភាពជាមិត្តជាមួយយើងរហូតដល់រាប់ឆ្នាំមិត្តម្នាក់ដែលនៅទីនេះពេលដែលមនុស្សជាច្រើនចាក់ចេញពីយើងទៅមិត្តដែលយល់ពីភាពស្ងៀមស្ងាត់របស់យើងខណៈពេលដែលមនុស្សជាច្រើនមិនសូវយល់សូម្បីតែនៅពេលដែលយើងរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ដល់ពួកគេមិត្តដែលប្រើសម្ដីមិនល្អដាក់យើងខ្លះប៉ុន្តែគ្រប់ពេលដែលមានបញ្ហាវត្តមានរបស់គេបង្ហាញឡើងមុននរណាទាំងអស់មិត្តដែលយើងអាចពឹងបានពេលយើងត្រូវការអាចប្រាប់រឿងរ៉ាវអត់កំបាំងជាច្រើនដែលយើងមិនអាចប្រាប់សូម្បីតែអ្នកចាស់របស់យើងពួកគេអាចមិននៅក្នុងបន្ទប់រៀនជាមួយយើងអាចនឹងមិនជួបយើងរាល់ថ្ងៃអាចមិនផ្ញើសារមកយើងរហូតដល់រាប់ខែក៏មានប៉ុន្តែរាល់ពេលយើងត្រឡប់ទៅរកគ្នានិយាយគ្នាយើងក៏ដឹងថាគ្មានអ្វីប្រែប្រួលឡើយរវាងទំនាក់ទំនងរបស់ពួកយើងឡើយយើងអាចមានមិត្តច្រើនតែមិត្តដែលយើងរាប់ថាជាមិត្តល្អមិនមានច្រើនទេហើយប្រសិនបើពេលនេះយើងមានពួកគេនៅជិតសូមប្រាប់ពួកគេផងថាយើងអរគុណសម្រាប់វត្តមានរបស់គេនៅក្នុងជីវិតរបស់យើងអរគុណដែលស្រឡាញ់រាប់អានយើងស្មោះត្រង់នឹងយើងជួយជ្រោមជ្រែងយើងមិនភ្លេចយើងហើយមិនដែលបោះបង់យើងចោលទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងម៉េចក៏ដោយអរគុណដែលទទួលយកភាពខ្វះចន្លោះរបស់យើងហើយមានចំណែកនៅក្នុងភាពក្លាហាននិងការសម្រេចជោគជ័យជាច្រើនក្នុងជីវិតរបស់យើងរហូតមកយើងមិនធានាថាមិត្តភាពនេះនឹងមិនប្រឆាឬមិនឆ្លោះប្រកែកគ្នារហូតទៅនោះទេប៉ុន្តែយើងជឿជាក់ថាបើថ្ងៃណាមួយយើងឆ្លោះប្រកែកគ្នាយើងយល់ច្រឡំលើគ្នាខឹងគ្នាយើងនឹងរកឃើញហេតុផលដើម្បីត្រឡប់រកគ្នាវិញហើយបន្តទំនាក់ទំនងជីវិតនឹងគ្នាតទៀតផ្ញើជូនមិត្តជាទីស្រឡាញ់គ្រប់គ្នាខ្ញុំអរគុណណាស់ដែលមានឱកាសក្លាយជាមិត្តម្នាក់របស់អ្នកអត្ថបទនេះដកស្រង់ពីសៀវភៅទម្រាំដឹងខ្លួនថាត្រូវការអ្វី